ទម្រាំជោគជ័យដើរមកដល់ថ្ងៃនេះទេពិសិដ្ឋឆ្លងកាត់ជីវិតវះកាត់បេះដូងដល់ទៅ2ដងចាប់បច្ចុប្បន្នបាលើកយកតារាចម្រៀងរ៉េបនិង R&B ដែលទទួលបានការគ្រប់គ្រងខ្លាំងពីសំណាក់មហាជននោះលោកទេពិសិដ្ឋក៏ត្រូវបានរាប់បញ្ចូលជាតារាចម្រៀងរ៉េបនិង R&B កំពុងមានប្រជាប្រិយភាពខ្លាំងដោយរាប់បទចម្រៀងគឺរាល់បទចម្រៀងរបស់លោកចេញមួយបទផ្ទុះការគ្រប់គ្រងខ្លាំងលោកទេពិសិដ្ឋចាប់ផ្ដើមផ្ទុះប្រជាប្រិយភាពខ្លាំងក្រោយពីចេញបទចម្រៀងមានចំណងជើងថា20 Hour Now និងបទចម្រៀងជាច្រើនទៀតក្នុងនោះបទចម្រៀងថ្មីមួយមានចំណងជើងថាភក្តីស្នេហ៍ក៏ទទួលបានចំណាត់ថ្នាក់ Free Trading ក្នុង YouTube មានការស្ដាប់ច្រើនក្នុងប្រទេសកម្ពុជាទៀតផងយ៉ាងណាមិញអ្វីដែលកំពុងតែធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបានដល់លោកទេពិសិដ្ឋនោះព្រោះតែរយៈពេល78ឆ្នាំលើវិថីសិល្បៈតារាចម្រៀងរ៉េបនិង R&B វ័យ22ឆ្នាំរូបនេះបានអភិវឌ្ឍខ្លួនផ្លាស់ប្ដូរស្ទីលទាំងស្រុងពីតារាចម្រៀង Pop ក្លាយទៅជាតារាចម្រៀងរ៉េបនិង R&B កាលនោះគេចាំបានថាលោកទេពិសិដ្ឋបានក្លាយជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងកុមារ The Voice Kids Cambodia រដូវកាលទី2និងបានក្លាយជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហងមាអំឡុងពេលអាយុ14ឆ្នាំក្រោយមកលោកទេពិសិដ្ឋក៏បានផលិតបទចម្រៀងបែបមនោសញ្ចេតនាលេងនឹងញាក់កន្ត្រាក់អារម្មណ៍ខ្លះៗដែរដែលឡែករយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកទេពិសិដ្ឋបានផ្លាស់ប្ដូរស្ទីលនៃការច្រៀងក្លាយជាតារាចម្រៀងរ៉េបនិង R&B ព្រមទាំងជាផលិតករនិពន្ធទំនុកភ្លេងទំនុកច្រៀងដោយខ្លួនឯងទៀតផងបើងាកទៅកាន់អតីតកាលវិញអាចនឹងមានអ្នកគាំទ្រលោកទេពិសិដ្ឋតិចបំផុតបានដឹងថាមុននឹងមានសុខភាពរឹងមាំបន្តដំណើរលើវិថីសិល្បៈដោយសពថ្ងៃគឺលោកធ្លាប់ឆ្លងកាត់ការវះកាត់បេះដូងដល់ទៅ2លើកដោយលើកទី1នៅអាយុ11ឆ្នាំនិងលើកទី2នៅអាយុ20ឆ្នាំនេះបើតាមការឲ្យដឹងពីអ្នកម្ដាយរបស់លោកក្នុងនោះព្រោះតែធ្លាប់ឆ្លងកាត់គ្រោះកំណាចស្ទើរតែផ្ដាច់ជីវិតនោះលោកទេពិសិដ្ឋក៏បាននិពន្ធចម្រៀងមួយបទដែលរាប់ពីរឿងវះកាត់នឹងពីអ្នកម្ដាយរបស់លោកនៅក្នុងចម្រៀងមួយបទមានចំណងជើងថា PTSD កាលពីអំឡុងឆ្នាំ2024